បានជ្រាបសួរពុកម៉ែបងប្អូនគ្នាកាថានេះនៅខាងពហុបងប្អូនតម្លៃ20000ក្រាស់មកពលកម្មបុកសម្ភារៈផ្ទះទំហំ6បណ្ដោយ13ហើយម៉ូតនេះស្អាតមែនទែនពុកម៉ែបងប្អូនគ្នាផ្ទះនេះយើងសាងសង់រួចរាល់មួយរយៈមកហើយបងប្អូនផ្ទះនេះ6 13ហើយបន្ទប់គេងមាន2ហើយបន្ទប់ទឹកតែមួយទេបន្ទប់ទូភ្ញៀវហើយផ្ទះបាយទៅខាងក្រោយណាហើយទ្វារមុខnàyយើងប្រើទ្វារសុវត្ថិភាពបងប្អូនម៉ូតនេះញាក់សាច់តែម្ដងណាតម្លៃក្រប$30000ទេមកពលកម្មបុកសម្ភារៈចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានដំណងចង់សាងសង់ផ្ទះអីអាចតាក់ទងពួកខ្ញុំតាមរយៈលេខសាប់ខាងលើបានណាបងប្អូនហើយម៉ូតនេះខ្ញុំកំពុងធ្វើចំនួន3ខ្នងទៀតដែរនៅខាងពោធិ៍សាត់ហើយនៅខាងខេត្តកំពង់ធំចឹងតម្លៃ20000ក្រាស់ហ្នឹងយើងអត់រួមការងារសាបព្រោះការងារសាបនេះជាក់ស្ដែងម្ចាស់ផ្ទះគាត់ចាក់ខ្លួនឯងទេគាត់ចំណាយទៅលើស៊ីម៉ង់ต์សម្ភារៈពលកម្មខ្លួនឯងចឹងណាចឹងផ្ទះនេះយើងមកពលកម្មបុកសម្ភារៈតែម្ដងរួមទាំងការងារបន្ទប់ទឹកមកខាងក្រោយចឹងផ្ទះនេះវាបន្ទប់ទឹកមួយគឺបន្ទប់ទឹកនៅខាងក្រៅនេះឯងតចេញពីផ្ទះមកណាហើយកញ្ចក់នេះប្រើកញ្ចក់ធម្មតាហើយដំបូលប្រើក្បឿងរបស់ជីបម៉ង់កំពុងជីបម៉ង់ក្បឿងស៊ីម៉ង់ប្រភេទជាក្បឿងពណ៌ប្រផេះអញ្ចឹងនៅចំហៀងនេះយើងប្រើទ្វារសុវត្ថិភាពណាហើយខឿន8តាក់កម្ពស់ជាង4ម៉ែត្រអានេះយើងបិទជាការ៉ូថ្នាំយើងប្រើចតាន់ណាយើងមានពូលលីកូមានពូលខាងមុខចាគីននេះយើងចាក់ជាបេតុងជំវិញយើងប្រក់ដំបូលក្បឿងណាយើងមានស្លាបថងសេបេតុងចដើយើងលេង5កាំចដើហើយតាមសសរតាម3យើងមានឆូតឡង់ខ្លះអញ្ចឹងណាចដើរបស់យើងអានេះកន្លែងសសរធំខាងមុខអានេះប្រភេទទ្វារសុវត្ថិភាពក្រោឯនឹងចាស់ទេរើសពណ៌បានឆ្នាំពណ៌ទេសម្រាប់ចាស់ទេរើសទាំងអស់អញ្ចឹងអានេះទ្វារសុវត្ថិភាពប្រភេទទ្វារដែកស្មិតទៅតងម៉ូតទេចាស់ទេរើសបានណាតម្លៃវាចូល14,500ឬក៏អាចលើសហ្នឹងទៅតាមម៉ូតទៅតាមតម្លៃឥឡូវហើយនេះមានពូលមានបដានមានអីដែរអញ្ចឹងគៀនហ្នឹងម៉ូតនេះស្អាតមែនទែនបងប្អូនហើយនេះយើងប្រើកញ្ចក់ពណ៌ខៀវបែកខ្ចីបងប្អូននេះពណ៌កញ្ចក់យើងមានពូលលីកតាមហ្នឹងដែរកន្លែងនេះសួនសម្រាប់ដាំផ្កាតែម្ចាស់ទេអត់ទាន់ដាំទេហើយតាមសសរគៀននេះយើងមានឡាយឡង់ឆូតឡង់នេះពីចំហៀងខាងស្ដាំបងប្អូនយើងមានដបូលលេងតម្លាក់តោទឹកវាមកក្រៅអញ្ចឹងហើយនេះយើងលេងដបូលសាំងខ្សែតម្លាក់មកចេះមានទ្វារចូលចំហៀងអានេះទ្វារបន្ទប់ទឹកចដើខាងនេះលេងតែ3កាំនេះអាងស្តុកពីមុខនេះយើងដាក់មកខាងក្រោយអញ្ចឹងពីខាងក្រោយបានប៉ុណ្ណឹងបងប្អូនកម្ពស់ជាង4ម៉ែត្រផ្ទះហ្នឹងនេះពីចំហៀងខាងឆ្វេងបងប្អូនអញ្ចឹងតាមគៀននេះមានពូលម៉ែត្រចំហៀងចាស់ទៀតក៏ដូរមកប្រភេទការ៉ូចដើគឺមានឡាយតាមនេះទ្វារសុវត្ថិភាពអានេះកន្លែងទូភ្ញៀវចានេះបន្ទប់គេងទី1ហើយនេះបន្ទប់គេងទី2អញ្ចឹងមិញខ្ញុំបង្ហាញមិញនៅកន្លែងទូភ្ញៀវណាអញ្ចឹងផ្លូវដើរនេះបើយើងគិតទៅវាចូលខ្ទង់1ម៉ែត្រកន្លះ2ការ៉ូ1ម៉ែត្រ2អានេះខ្ទង់3តាក់ទៀតអញ្ចឹង1ម៉ែត្រកន្លះតែនេះមានបដានមានអីទៅហើយយើងមកក្រោយនេះផ្ទះបាយញ៉ាំនេះដាក់តុញ៉ាំបាយបណ្ដោយទាំងក្រោយហ្នឹងបន្ទប់ទឹកអញ្ចឹងនេះប្រើលេខទ្វារសុវត្ថិភាពទាំងអស់នេះម៉ូតទ្វារសុវត្ថិភាពចឹងយើងដើរមកក្រោយអានេះផ្ទះបាយបងប្អូនហើយមានពូលកមានបដានអានេះទ្វារសុវត្ថិភាពដែរនេះបងប្អូនមកម៉ូតគេហើយយើងមកក្រោយអានេះបន្ទប់ទឹកប្រើរួមនេះបន្ទប់ទឹកអញ្ចឹងអានេះទ្វារសុវត្ថិភាពបន្ទប់ទឹកហើយនេះបន្ទប់ទឹកចឹងក្នុងបន្ទប់ទឹកទៅយើងមានប៉ុណ្ណឹងបងមានខ្សែសវងទឹកអីទៅហើយមានចានប្រគុណនេះទៅមួយឈុតហ្នឹងមានកញ្ចក់មានអីផ្សេងឡាបូហើយកញ្ចក់ប្អួយម៉ាស៊ីនបូមខ្យល់ទៅក្រៅមកបិទខ្យល់